Hello ក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាអំពីគំរូសំខាន់នៅក្នុងការថតរឿង Sakura School អញ្ចឹងតើអ្នកទាំងអស់គ្នាចាំមើលទាំងអស់គ្នាថាតើខ្ញុំថតរឿងហ្នឹងមិនខ្លះតែមុនដំបូងខ្ញុំឆ្លៀកពាក់តួអង្គស្រីរបស់យើងឲ្យត្រូវនឹងសាច់រឿងរបស់យើងក៏សំសួនក៏ឲ្យស្អាតបានអញ្ចឹងណាហើយយើងចូលទៅកាន់ពាក្យថា menu ទៅ3ហ្នឹងណាអ្នកគ្នាតើមកយើងចុចមកយើងចុចទៅកាន់ system setting ចុចអ្នកគ្នាបានឃើញអានេះចឹងណាយើងឃើញអាហ្នឹងហើយយើងចុចបាក់វាអត់ទៅហើយយើងបើយើងចង់កំណត់សេរីម៉ោងឲ្យទៅជាថ្ងៃទៅជាយប់អីយើងចុចអាលើពាក្យនេះហាយើងចុចទៅណាគ្នាវាអាចនឹងចេញពេលយប់នេះម៉ោង22អាចថាម៉ោង8ហើយយើងចុចអាកន្លែង stop o'clock ឧទាហរណ៍យើងចង់ឲ្យវាយប់យើងធ្វើខ្មោចលោចង់ឲ្យវាយប់អញ្ចឹងឬក៏វាចង់វាថ្ងៃរហូតអញ្ចឹងយើងចុចពាក្យថា stop o'clock មានន័យថាបញ្ឈប់ពេលវេលាដើម្បីយើងស្រួលថតរឿងអញ្ចឹងណាយើងថតទៅយប់ឬក៏ថ្ងៃអីចឹងទៅយើងចុចទៅ stop o'clock អញ្ចឹងណាអ្នកគ្នាឃើញអាត្រីបូក2ហ្នឹងក៏សំខាន់ដែរពេលយើងចុចទៅធ្វើឲ្យតួស្រីទូផលរបស់យើងមានសោភ័ណភាពល្អហើយមើលទៅគឺគេគ្រូគ្រៀងគឺសមសួនអត់វិកអីចឹងយើងចុចអាហ្នឹងឲ្យដល់0.36មើលទៅមានសោភ័ណភាពស្អាតហើយរឿងរបស់យើងក៏ថ្មីស្រឡាងដែរបងមើលទៅគឺរឿងជក់ដែរបើចុចអាហ្នឹងណាអ្នកគ្នាតែខ្ញុំក៏មិនចុចតែអ្នកគ្នាតែមិនឃើញអាពាក្យស្អីនេះអើយចុចអាគ្រីហ្នឹងហ្មងចាតែមកអ្នកគ្នាចុចទៅលើពាក្យទី3នេះអាហ្នឹងចុចទៅបាត់អានេះបាត់អាវាយគេនេះបាត់អានេះពេលយើងចុចទៅបាត់នេះបាត់អានេះបាត់អាហ្នឹងយើងចុចទៅវាមិនយើងចុចច្រឡំទៅវាមិនវាយវាមិនទៅដល់វាយគេទៅមិនខូចសកម្មភាពរឿងរបស់យើងអញ្ចឹងយើងចុចទៅកាន់ menu system setting នេះហ្នឹងមកទៅមកយើងចុចកន្លែង system setting ហ្នឹងទៅដែរហើយយើងចុចអាកន្លែងនេះយើងអស់ពីយើងគ្រីមមិញហ្នឹងមកយើងចុចមកកន្លែងគេហៅពីទី3ណាគ្នាយើងចុចកន្លែងគ្រីសកន្លែងហ្នឹងមកកុំឲ្យច្រឡំដៃវាយគេចុចវាយចៃដៃវាយចុចដៃវាយគេអញ្ចឹងណាទៅពេលអញ្ចឹងទៅរឿងអញ្ចឹងវាអត់មានសោភ័ណភាពទេយើងចុចគ្រីសទាំងពីរហ្នឹងហ្មងទៅណាគ្នាតែបើណាខ្ញុំចង់គ្រីសតែមួយក៏គ្រីសតែមួយទៅខ្ញុំគ្រីសពីរវា small ដូចគ្នាហើយណាគ្នាអត់ទៀតមកណាគ្នាឃើញកន្លែង work moon មុននឹងថាពេលយើងថតនឹងសឹកទៅស្អាតតែយើងច្រឡំយើងធ្វើត្បៀតដៃឡើងខ្លាំងទៅបីដើរប៉ុន្តែវាដើរបានល្អចឹងយើងចុចកន្លែង work moon ហ្នឹងទៅធ្វើឲ្យ game យើងឬក៏រឿងយើងចេញមកវាដើរល្អអញ្ចឹងណាវាអត់រត់វាច្រឡំរត់ទេទៅបើយើងខំរត់ចឹងណាក៏អត់កើតដែរទោះយើងដកសញ្ញាគ្រីសនឹងចាញ់អញ្ចឹងយើងចុចអាកន្លែង work moon ហ្នឹងទៅហើយអ្នកគ្នាអស់វាទៀតមកតទៅពេលនេះអ្នកគ្នាត្រូវតែចំណាំមកកន្លែងនេះអ្នកគ្នាចុចបូកវារហូតដល់អស់ហ្នឹងចុចបូកវាដល់ 75% ហើយនេះចុចបូកវា 175% 195% ព្រោះនេះវិញចុចដល់រហូតដល់ 0.36 ណាអ្នកគ្នាពេលទៅធ្វើឲ្យរូបយើងហ្នឹងវាមានសោភ័ណភាពល្អពេលមានសោភ័ណភាពល្អយើងថតរឿងទៅវាចិត្តតែកើនពីយូរឬក៏ពេលយើងថតរឿងទៅវាល្អមើលយើងគេមើលទៅក៏ល្អមើលយើងមើលទៅក៏យើងគិតថារឿងយើងល្អមើលដែរអញ្ចឹងតើទៅមើលទាំងអស់គ្នាអ្នកគ្នាឃើញអាគ្រីប្លូហ្នឹងអ្នកគ្នាដកអាប្លូហ្នឹងចេញទៅដកហ្នឹងចេញទៅហើយអ្នកគ្នាចុចចុចច្រឡំអ្នកគ្នាអស់ទៀតទៅអូ my god មកតទៅពេលនេះអ្នកគ្នាឃើញពីអាទី
នេះហើយអាហ្នឹងពេលយើងចុចទៅបាត់អាកែមអាដូចម៉ាំងដូចអីយើងបាត់អាហ្នឹងចាញ់ហើយអញ្ចឹងអ្នកគ្នាចុចទៅជាមួយខ្ញុំចុចឲ្យអ្នកគ្នាមើលនេះអ្នកគ្នាបាត់អាកែមហ្នឹងហើយតែអាហ្នឹងយើងត្រូវតែចំណាំដែរបើយើងអត់ចំណាំទេយើងចុចច្រឡំខុសហើយតែអត់អីទេនេះវានៅមានតែហោះវាយមានតែហោះចុចឡើងឡាត់នេះហ្នឹងឯងចឹងអត់បាក់បារម្ភហើយយើងចុចទៅកាន់ menu ទៀតទៅបើដឹងធីបបន្ទាប់តើមកយើងចុចទៅកាន់ពាក្យថា system setting ហ្នឹងទៀតទៅតើមកយើងអស់មកក្រោមយើងឃើញអាពាក្យ flow smooth គេនេះយើងអាចនឹងចុចពាក្យ flow smooth នោះបាននេះដកគ្រីវីចាញ់អាហ្នឹងធីបសំខាន់មែនតើហើយយើងកលេចមើលមកខាងនេះវិញយើងអស់វាចុះក្រោមអ្នកនេះឃើញផា polish nose ហើយយើងបើក office វាហ្នឹងមក office ហ្នឹងមានថាបិទ note polish ចោលហ្មងពេលយើងស្លាប់ហើយក៏មាន polish ណាមកធ្វើអីយើងដែរយើងជុកបិទ note teacher ក៏បានបិទ note ស្អីក៏បានដែរឲ្យតែយើងបិទហើយយើងឃើញអានេះហ่ะយើងបូកវាដល់280ម៉ែត្រដើម្បីយើងមើលឃើញឆ្ងាយណាអ្នកគ្នាអត់ដល់អ្នកគ្នាមើលឃើញតែបន្តិចទេតែមកយើងអស់វាចុះក្រោមអស់វាឡើងលើច្រឡំចុះក្រោមយើងនឹងឃើញពីអា slow mouse គេនេះយើងចុចទៅដើម្បីឃើញស្មាវយើងណាចាជិះទៅដើម្បីវាឃើញស្មាវយើងហើយយើងចុចអាពាក្យsource turn អត់ច្រឡំណាស់គ្នាច្រឡំតែពេលមកឃើញស្មាវយើងចេះហើយពេលយើងដើរនេះដើររហូតណាគ្នា work moon ហ្នឹងខ្ញុំដើរ work moon ណាគ្នាឃើញ